បាទចឹងគ្រប់ជាសួរលោកគ្រូម្ដងទៀតដោយសារតែនឹងខ្ញុំមកជួយដោះស្រាយបញ្ហាទាក់ទង Gemini វាអត់ដើរបាទសម្រាប់ការ update របស់ Gemini ថ្មីនេះគឺខ្ញុំនឹងធ្វើការscreenshot រូបមួយហើយធ្វើការចាក់ពើដូចមុនបាទខ្ញុំធ្វើការបើក new ចេះសិនបាទដើម្បីឲ្យការចាក់ពើរបស់ខ្ញុំនឹងទៅចាក់នៅក្នុង Gemini អញ្ចឹងខ្ញុំសារ copy បាទចាប់ពី copy ខ្ញុំចូលទៅកាន់ new tab ខ្ញុំចូលមកកាន់ Gemini ដែរបាទអូខេបន្ទាប់ពីចូលមកកាន់ Gemini ខ្ញុំនឹងធ្វើការផាសរូបបាទអូខេចឹងវាអាប់ដេតមក version ថ្មីចឹងខ្ញុំមកធ្វើការផាសខ្ញុំធ្វើការផាសមកបន្ទាប់ពីផាសខ្ញុំសាក white set color ដូចមុនសាកមកចឹងកាលមុនខ្ញុំមកធ្វើតែ set color វាចាញ់ឲ្យតែលើកនេះចាញ់មិនចាញ់គឺយើងចាំមើលជាក់ស្ដែងបាទយើងរងចាំតែនេះអូខេចឹងប្រហែលជា1នាទីបាទព្រោះដោយសារតែខ្ញុំបានសាកប្រើវាច្រើនដងដែរបាទដាក់ទៅក្នុងកិច្ចតែងការបង្រៀនហ្នឹងគឺពេលដែលយើង set color វាអត់លឿនដូចមុនហើយការ set color វាអត់ support ឲ្យយើងអូខេក៏ប៉ុន្តែសម្រាប់ខ្ញុំគឺចាញ់ធម្មតាទេយើងដាក់ set color វាចាញ់ឲ្យប៉ុណ្ណាហើយបើទាំងអស់គ្នាអត់ចាញ់បាទឧទាហរណ៍អត់ចាញ់ទេយើងអាចចុចកន្លែងនេះផ្នែកខាងឆ្វេងដែលយើងធ្លាប់ប្រើនេះគឺ recently នេះយើងចុចកន្លែង set color របស់យើងផាសរូបភាពដែលយើងចង់ឲ្យតងការដាក់ពើនឹងមកចឹងខ្ញុំធ្វើការ screenshot រូបភាពមួយទៀតមកបាទចឹងយើងមើលកន្លែង story ឬក៏ recently use នេះគឺយើងមើលកន្លែង set color ខាងក្រោមបាទឬក៏ color setting នេះយើងប្រើមួយណាក៏បានដែលយើងធ្លាប់ set color កាលមុននោះយើងធ្វើការផាសរូបនឹងហើយយើងកាន់តែឲ្យពាក្យថា set color បាទ on image ប៉ុណ្ណឹងយើងអាចធ្វើការឲ្យវាចាក់ពើបានហើយចានឹងមានងាយស្រួលមែនទែនសន្និកនៃយើងប្រើនៅដំបងអត់ចាញ់ទេគឺយើងមកប្រើទៅកន្លែង history ចាស់ចាប់របស់យើងបាទចឹងយើងរងចាំបន្តិចមកចាំមើលលទ្ធផលវាទៅជាយ៉ាងណាចឹងយើងរងចាំបន្តិចមកដោយសារវារឿងយូរបន្តិចអូខេនេះជារូបភាពដែលយើងបានក៏ប៉ុន្តែវាអត់ចាប់អត់ support ឲ្យទេព្រោះបាទចឹងវាពិបាកដែរចឹងបើសិនតែយើងអាចធ្វើការ add new ថ្មីហើយយើងផាសចាស់មកឬក៏យើង create image banana ហ្នឹងមកក៏យើងផាសវាយើងដាក់ពាក្យ set color ម្ដងទៀតបាទអូខេយើងរងចាំបន្តិចមកបាទអូខេបន្ទាប់ពីរងចាំបែបនេះយើងនឹងរងចាំវាតទៅ loading banana បាទអូខេនេះគឺបានបើសិនករណីយើងប្រើប្រាស់តទៅនឹងកន្លែងនេះបាទប៉ុន្តែតទៅនឹងការ update មកថ្មីនេះគឺយើងតទៅនឹងការប្រើក៏មាន limit នៅក្នុង Gemini នេះមាន limit បាទកាលមុនអត់មានទេយើងចាក់សេរីគឺចាក់ពើគឺបានតែសេរីបាទអូខេអញ្ចឹងយើងអាចចុច save បាទហើយយកទៅប្រើប្រាស់ទៅមិនជាបញ្ហាទេរូបភាពហ្នឹងបាទយើងមើលកន្លែងណាទីតាំងណាដែលយើងចង់ប្រើគឺយើងដាក់តែប៉ុណ្ណឹងគឺអាចប្រើបានអញ្ចឹងទាំងអស់គ្នាខំថាទាំងអស់គ្នានឹងយល់គឺខ្ញុំមានតែប៉ុណ្្នឹងទេបាទបង្ហាញជូនបងប្អូននេះដោយសារខ្ញុំឃើញតែតទៅនឹងការប្រើប្រាស់ Gemini នេះវា error ទៅខ្ញុំចង់ធ្វើវីដេអូបង្ហាញដល់បងប្អូននេះចឹង